បាទសូមជំរាបសួរមេរៀននេះយើងនឹងរៀនអំពីទម្រង់វេយ្យាករណ៍ចំនួន2បាទហើយក៏ជាការឆ្លើយតបទៅនឹងសំណុំពររបស់បងប្អូនម្នាក់ដែលមាន account YouTube បាទឈ្មោះឈួនច័ន្ទតារាបាទដែលបងប្អូនបានសំណុំពរឲ្យបកស្រាយបាទអំពីទម្រង់ចំនួន2បាទគឺទម្រង់អឿននឿនខីយ៉ុងនិងទម្រង់មួយទៀតបាទគឺទម្រង់យ៉ាម៉ាឡូបាទសូមអរគុណចំពោះសំណុំពររបស់បងប្អូនហើយក៏សូមអធិស្ឋានផងដែរចំពោះការឆ្លើយតបបាទរៀងយឺតបន្តិចបាទអញ្ចឹងសម្រាប់ទម្រង់ទាំងពីរបាទទម្រង់យ៉ាម៉ាឡូនេះខ្ញុំបានធ្វើមេរៀនបាទបញ្យល់ពីរបៀបប្រើប្រាស់រួចម្ដងមកហើយបាទអញ្ចឹងសម្រាប់មេរៀននេះបាទយើងលើកយកតែឧទាហរណ៍ខ្លីៗទេបាទសម្រាប់ទម្រង់យ៉ាម៉ាឡូបាទដោយសារខ្ញុំធ្លាប់បញ្យល់ម្ដងមកហើយបាទអញ្ចឹងសម្រាប់ទម្រង់យ៉ាម៉ាឡូនេះបាទយើងប្រើបានទាំងជាមួយនឹងនាមគុណនាមនិងកិរិយាសព្ទបាទគ្រាន់តែមានរបៀបប្រើប្រាស់ខុសគ្នាបន្តិចបន្តួចបាទអញ្ចឹងយើងមើលរបៀបប្រើប្រាស់ជាមួយនឹងនាមមុនបាទបើសិនជានាមមានជើងយើងបូក e យ៉ាម៉ាឡូហើយបើសិនជាមិនមានជើងទេបាទយើងបូកយ៉ាម៉ាឡូបាទសម្រាប់អត្ថន័យបាទយើងអាចប្រែថាពិតណាស់បាទយើងប្រើនៅពេលដែលយើងចង់បញ្ជាក់អំពីអ្វីមួយឲ្យកាន់តែច្បាស់បាទអញ្ចឹងយើងមើលឧទាហរណ៍បាទឧទាហរណ៍ដូចជា Tony Yamalo Nukuna វណ្ណានឿនកអ៊ីមនីដាបាទអញ្ចឹងយើងប្រែថាពិតណាស់លុយឬក៏ប្រាក់ហ្នឹងអ្នកណាក៏ចង់បានដែរបាទគឺជារបស់ដែលអ្នកណាក៏ចង់បានដែរបាទអញ្ចឹងយើងបន្តមើលពីរបៀបប្រើប្រាស់ជាមួយនឹងគុណនាមនិងកិរិយាសព្ទវិញម្ដងបាទពេលដែលយើងប្រើប្រាស់ជាមួយនឹងគុណនាមឬក៏កិរិយាសព្ទបាទយើងបំលែងកិរិយាសព្ទឬក៏គុណនាមហ្នឹងទៅជាកន្សោមនាមបាទឧទាហរណ៍ដូចជាយើងប្រើជាមួយនឹងគុណនាមបាទយើងបូកគុណនាមបូកនឹងអឿនឬក៏នីអឿនបូកនឹងកស៊ីយ៉ាម៉ាឡូបាទហើយពេលដែលយើងប្រើជាមួយនឹងកិរិយាសព្ទបាទយើងបូកកិរិយាសព្ទបូកនឹងនឿនកស៊ីយ៉ាម៉ាឡូបាទយើងបំលែងកិរិយាសព្ទឬក៏គុណនាមហ្នឹងទៅជាកន្សោមនាមបាទអញ្ចឹងយើងមើលឧទាហរណ៍បាទឧទាហរណ៍ដូចជាខនកាំងហាន់កស៊ីយ៉ាម៉ាឡូខាចាំងខឿនឆេសាន់អ៊ីមនីដាបាទអញ្ចឹងយើងប្រែថាពិតណាស់ការដែលមានសុខភាពល្អគឺជាទ្រព្យសម្បត្តិដ៏ធំឬក៏ដ៏ធំជាងគេបាទអញ្ចឹងពាក្យខនកាំងនេះបាទយើងប្រែថាសុខភាពហើយពេលដែលយើងចង់និយាយថាសុខភាពល្អយើងបូកនឹងហាដាបាទខនកាំងហាដាបាទសុខភាពល្អហើយមានឋានៈពាក្យជាគុណនាមបាទហើយពេលដែលយើងចង់បំលែងគុណនាមនឹងទៅជាកន្សោមនាមបាទយើងបដូរទៅជាខនកាំងហាន់កតបាទដោយសារតែមានជើងយើងបូក e ណា e យ៉ាម៉ាឡូបាទអញ្ចឹងប្រែថាការដែលមានសុខភាពល្អបាទឬក៏ប្រែថាពិតណាស់ការដែលមានសុខភាពល្អគឺជាទ្រព្យសម្បត្តិដ៏សំខាន់ឬក៏ដ៏ធំជាងគេបាទអញ្ចឹងយើងបន្តមកមើលពីរបៀបប្រើប្រាស់ជាមួយនឹងទម្រង់នឿនឬក៏គីនឿនខយ៉ុងបាទសម្រាប់ទម្រង់នេះយើងប្រើបានទាំងជាមួយនឹងនាមគុណនាមក៏នឹងកិរិយាសព្ទបាទអញ្ចឹងយើងមើលពីរបៀបប្រើប្រាស់ជាមួយនឹងនាមក៏ដូចជាគុណនាមមុនបាទពេលដែលប្រើជាមួយនឹងកិរិយាសព្ទឬក៏គុណនាមបាទយើងបូកគីនឿនខយ៉ុងបាទអញ្ចឹងយើងមើលឧទាហរណ៍បាទឧទាហរណ៍ដូចជា Tennessee ខ្ញុំរួនហេសេលបាទគេសួរថា Tenny តើគាត់រៀបការហើយឬនៅបាទនៅពេលហ្នឹងយើងអាចឆ្លើយតបមកវិញដោយប្រើទម្រង់ហ្នឹងបាទឧទាហរណ៍ដូចជា Anio ខ្ញុំរួនហាគីនឿនខយ៉ុង e into ជីកអបសុយបាទអញ្ចឹងយើងប្រែថាអត់ទាន់ទេកុំថាឡើយរៀបការតែសង្សារអត់ទាន់មានផងបាទឧទាហរណ៍បន្ទាប់បាទឧទាហរណ៍ដូចជាយោរឹមស៊ូហ្កាទេមកហាល់កយអេបាទអញ្ចឹងគេសួរថាតើគាត់នឹងធ្វើអ្វីដែរពេលឈប់សម្រាករដូវក្តៅបាទនៅពេលហ្នឹងយើងអាចឆ្លើយតបមកវិញបាទឧទាហរណ៍ដូចជាវេសាអ៊ីរីម៉ាណាសស៊ីគីនឿនខយ៉ុងជូម៉ារេតូអ៊ីលហេយ៉ាតេអូបាទអញ្ចឹងយើងប្រែថាកុំថាឡើយសម្រាកតែចុងសប្តាហ៍ខ្ញុំត្រូវធ្វើការដែរដោយសារតែក្រុមហ៊ុនហ្នឹងមានការងារច្រើនបាទអញ្ចឹងយើងមកមើលពីរបៀបប្រើប្រាស់បាទជាមួយនឹងនាមវិញម្ដងបាទពេលដែលយើងប្រើជាមួយនឹងនាមបើសិនជានាមមានជើងយើងបូកអឿនហើយបើសិនជាមិនមានជើងទេយើងបូកនីអឿនខយ៉ុងបាទហើយពេលដែលយើងប្រើប្រាស់បាទភាគច្រើនប្រយោគខាងក្រោយបាទតែងតែជាប្រយោគអវិជ្ជមានឬក៏បដិសេធបាទឧទាហរណ៍ដូចជាយើងប្រើជាមួយនឹងពាក្យម៉ូតអានអុបតាឬក៏ពាក្យម៉ូឬតាបាទអញ្ចឹងយើងមើលឧទាហរណ៍បាទឧទាហរណ៍ដូចជាណារ៉ាស៊ីអាឈីមប៉ាប់មកកុសយោបាទអញ្ចឹងយើងប្រែថាណារ៉ាស៊ីតើគាត់ញ៉ាំបាយឬក៏អាហារពេលព្រឹកហើយឬនៅ
បាទអញ្ចឹងយើងអាចឆ្លើយតបមកវិញបាទឧទាហរណ៍ដូចជានឺឆាមើលឆាសផាប់ពឿនខញុងមូលតូមុតបាទសុសសេអូបាទអញ្ចឹងយើងប្រែថាកុំថាឡើយបាយតែទឹកក៏អត់បានញ៉ាំដែរដោយសារតែគេងជ្រុលបាទអញ្ចឹងសម្រាប់ទម្រង់នឿនខញុងបាទគឺយើងប្រើនៅពេលហ្នឹងនៅពេលដែលលទ្ធផលឬក៏អ្វីមួយដែលបានផ្ទុយបាទអញ្ចឹងកុំថាឡើយបាយសំបីតែទឹកអត់បានញ៉ាំផងដោយសារតែខ្ញុំគេងជ្រុលបាទឬក៏យើងអាចបកប្រែមួយទៀតបាទបាយព្រឹកអីតែទឹកក៏ខ្ញុំអត់បានញ៉ាំផងដោយសារតែគេងជ្រុលបាទអញ្ចឹងយើងបញ្ចប់មេរៀនយើងត្រឹមហ្នឹងអរគុណចំពោះការទស្សនា